មានសតមិនខ្លាចភ្លើងនោះទេសម្ដេចតេជោបានផ្ដាំទៅថៃថាសូមគុំបបួលកម្ពុជាធ្វើយន្តការទ្វេភាគីថ្មីជំនួសឲ្យយន្តការទ្វេភាគីចាស់ដែលថៃលុបចោលដោយឯកតោភាគីដោយដែលពុកម៉ែបងប្អូនបានឃើញហើយថាបន្ទាប់ពីសៀមលុបចោល MOU ឆ្នាំ2001កម្ពុជាយើងមិនបង្អង់យូរនោះទេគឺបានសម្រេចប្រើប្រាស់យន្តការសាសដោយចាប់បង្ខំដើម្បីអូសសៀមចូលទៅដោះស្រាយវិវាទជាមួយនឹងកម្ពុជាយើងនៅតុលាការអន្តរជាតិតែម្ដងហើយនេះវាបង្ហាញថាកម្ពុជាមានសតមិនខ្លាចភ្លើងនោះទេក្នុងនាមជាប្រទេសមួយដែលតែងគោរពច្បាប់អន្តរជាតិយ៉ាងខ្ជាប់ខ្ជួនមកកម្ពុជាមិនខ្លាចនឹងការទៅតុលាការអន្តរជាតិដើម្បីដោះស្រាយជម្លោះជាមួយនឹងចៅសៀមឡើយហើយអ្វីដែលធ្វើឲ្យអន្តរជាតិឃើញកាន់តែច្បាស់ពីភាពបរិសុទ្ធរបស់កម្ពុជាមានសតមិនខ្លាចភ្លើងហ្នឹងគឺក្រសួងការបរទេសកម្ពុជាភ្លាមតែម្ដងអញ្ជើញអង្គទូតប្រចាំនៅកម្ពុជាចូលរួមប្រជុំដើម្បីធ្វើបទបង្ហាញអំពីការលុបចោល MOU 2001ដោយឯកតោភាគីដោយពួកអាចៅសៀមហើយការដែលកម្ពុជាយើងឆ្លើយតបភ្លាមទៅនឹងទង្វើគ្មានវិជ្ជាជីវៈរបស់រដ្ឋាភិបាលសៀមនេះគឺធ្វើឲ្យបណ្ដាអន្តរជាតិគេខ្លាចរអាក្នុងការចុះកិច្ចសហប្រតិបត្តិការ MOU ផ្សេងជាមួយនឹងពួកអាចៅសៀមនេះនៅថ្ងៃអនាគតតែម្ដងសៀមវាធ្វើបែបនេះគឺកំពុងតែបំផ្លាញទំនុកចិត្តរបស់អន្តរជាតិទៅលើប្រទេសរបស់ពួកវាអញ្ចឹងហើយកម្ពុជាយើងមានតែជូនតាមសំណូមពរវានឹងឯងដូច្នេះហើយអស់ពី MOU ឆ្នាំ2001គឺដល់ពេលវេលាដែលច្បាប់អន្តរជាតិដំណើរការហើយដើម្បីឲ្យដឹងសដឹងខ្មៅតែម្ដងកម្ពុជាក្នុងនាមជាប្រទេសដែលគោរពច្បាប់យ៉ាងខ្ជាប់ខ្ជួនកម្ពុជាមិនដែលខ្លាចរអាក្នុងការប្រជុំចំពោះមុខច្បាប់អន្តរជាតិដើម្បីដោះស្រាយវិវាទជាមួយនឹងពួកអាចៅសៀមនោះទេ